លើកទី1ក្នុងឆាកជីវិតខ្ញុំឯងដែលខ្ញុំឃើញទស្សនភាពដែលអាណយធមខ្លាំងជាងគេបំផុតលើកទី1មកម្ដាយអ៊ីវសពកូនយកទៅវត្តមិនកើតយកទៅពេទ្យមិនកើតអ៊ីវមកបន្ទប់ជួលវិញខ្ញុំមិនដែលឃើញទស្សនភាពហ្នឹងឯអ្នកទាំងអស់គ្នាគួរឲ្យសង្វេគមែនតើវាខ្ញុំមិនដែលឃើញរសជាតិបែបហ្នឹងសោះអត់ដែលឃើញហ្មងឃើញហើយធ្វើអេតកើតថ្ងៃហ្នឹងថតវីដេអូក៏ថតកើតដែរខ្ញុំមិនអត់គាត់មែនតើហ្មងចេះ3កូនរហូត3ដើរតាមផ្លូវអ៊ីវហ្មងអ្នកទាំងអស់គ្នាអ៊ីវមកអត់ខ្លាចហត់អត់ខ្លាចធ្ងន់ណាស់ណាកូនណាមិនដឹងថាកូននឹងស្លាប់ភាសាអីទេបងប្អូនអើយ